មានតែមនុស្សស្រីប៉ុណ្ណោះដែលអាចធ្វើរឿងទាំង26យ៉ាងនេះបានរឿងទាំង26យ៉ាងនេះមានដូចជាទី1មានតែស្ត្រីទេដែលអាចពើពោះនិងអាចសម្រាលកូនបានទី2មានតែស្ត្រីទេដែលផលិតទឹកដោះដោយធម្មជាតិដើម្បីចិញ្ចឹមបីបាច់ទារកបានទី3មានតែស្ត្រីទេទើបជួបប្រទះការមករដូវដែលជាផ្នែកមួយនៃវដ្តបន្តពូជរបស់មនុស្សស្រីទី4មានតែស្ត្រីទេដែលមានហ្សែនក្រូម៉ូសូម X2 ចំណែកបុរសមានក្រូម៉ូសូម X1 និង Y1 ទី5មានតែស្ត្រីទេដែលផលិតអរម៉ូនអេស្ត្រូជែនច្រើនជាងបុរសដែលជះឥទ្ធិពលដល់រូបរាងកាយអារម្មណ៍និងការរំលាយអាហាររបស់មនុស្សស្រីទី6មានតែស្ត្រីទេដែលអាចបង្កើតសុខដែលជាសរីរាង្គលូតលាស់អំឡុងពេលមានផ្ទៃពោះដើម្បីទ្រទ្រង់ទារកនៅក្នុងផ្ទៃទី7មានតែស្ត្រីទេដែលមានអូវាផលិតស៊ុតដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការបន្តពូជរបស់មនុស្សទី8មានតែស្ត្រីទេដែលទទួលរងការអត់ធ្មត់និងភាពជឿចាប់ខ្លាំងបំផុតអំឡុងពេលសម្រាប់កូននិងស្ថានភាពរ៉ាំរ៉ៃរយៈពេលយូរដែលបុរសគ្មានថ្ងៃយល់ឡើយទី9មានតែស្ត្រីទេដែលមានសមត្ថភាពធ្វើកិច្ចការជាច្រើនមុខក្នុងពេលតែមួយប្រសើរជាងបុរសទី10មានតែស្ត្រីទេដែលមានសន្លាក់ស្ត្រីជាច្រើនមានចលនាសន្លាក់និងភាពបត់បែនច្រើនជាងបុរសទី11មានតែស្ត្រីទេដែលមានខៀនវិញ្ញាណពិសេសក្នុងការដឹងក្លិនបានល្អជាងបុរសជាមធ្យមស្ត្រីអាចហាត់ក្លិនដឹងនិងអាចបែងចែកប្រភេទក្លិនបានល្អជាងបុរសទី12មានតែស្ត្រីទេដែលមានណឺរ៉ូនច្រើននៅក្នុងតំបន់ជាក់លាក់នៃខួរក្បាលជាពិសេសទាក់ទងទៅនឹងការប្រើប្រាស់ភាសានិងអារម្មណ៍ទី13អ្នកសរសេរកូដកម្មវិធីកុំព្យូទ័រដំបូងគេគឺជាស្ត្រី Ada Lovelace គឺជាស្ត្រីទី1ដែលបានដឹកនាំឲ្យមានការសរសេរកូដកម្មវិធីកុំព្យូទ័រដំបូងគេទី14នៅក្នុងប្រវត្តិសាស្ត្រមានតែស្ត្រីទេដែលមានតួនាទីជាឆ្មបដែលជាបុគ្គលសំខាន់និងចាំបាច់បំផុតក្នុងការបង្កើតមនុស្សរាប់ពាន់ឆ្នាំកន្លងមកទី15សង្គមមេដាធិបតេយ្យមួយចំនួនត្រូវបានដឹកនាំដោយស្ត្រីនៅក្នុងក្រុមដូចជាម៉ូស៊ូនៅប្រទេសចិនស្ត្រីដឹកនាំគ្រួសារនិងដាក់ឈ្មោះឲ្យកូនតាមត្រកូលខាងម្ដាយទី16មានពិធីមួយចំនួនសម្រាប់តែស្ត្រីប៉ុណ្ណោះដូចជានៅក្រិកបុរាណមានពិធីបុណ្យ Dionysian សម្រាប់តែស្ត្រីប៉ុណ្ណោះចំណែកប្រទេសកម្ពុជាក៏មានពិធីមួយសម្រាប់តែនារីប៉ុណ្ណោះគឺពិធីចូលម្លប់មិនតែប៉ុណ្ណោះក៏នៅមានពិធីសម័យទំនើបនៅក្នុងប្រទេសជប៉ុនអាហ្វ្រិកនិងប្រទេសជាច្រើនទៀតផងដែរដែលប្រារព្ធឡើងសម្រាប់តែស្ត្រីប៉ុណ្ណោះទី17មានពិធីមួយចំនួនសម្រាប់ស្ត្រីពេលមករដូវទំនៀមទម្លាប់ពិសេសក្នុងវប្បធម៌ទាំងនេះដើម្បីជាការគោរពដល់ការមករដូវដំបូងរបស់ក្មេងស្រីក្នុងវប្បធម៌របស់ប្រទេសមួយចំនួនទី18មានតែស្ត្រីប៉ុណ្ណោះដែលពាក់អាវទ្រនាប់និងជាអ្នកបង្កើតអាវទ្រនាប់ដំបូងគេអាវទ្រនាប់ត្រូវបានបង្កើតឡើងដោយស្ត្រីសម្រាប់ស្ត្រីហើយស្ទើរតែស្ត្រីគ្រប់រូបត្រូវបានពាក់វាទី19មានតែស្ត្រីទេដែលមានពន្លឺស្បែកភ្លឺថ្លាអំឡុងពេលមានផ្ទៃពោះទី20ការប្រកួតប្រជែងសម្រស់នារី Miss Universe Miss World គឺសម្រាប់តែមនុស្សស្រីដើម្បីប្រកួតសម្រស់ប៉ុណ្ណោះទី21មានតែស្ត្រីទេដែលមានសក់វែងបំផុតមិនធ្លាប់មានកំណត់ត្រាពិភពលោក World Guinness កាន់កាប់ដោយស្ត្រីជនជាតិចិនមានសក់វែងបំផុតប្រវែង18 feet ទី22ស្ត្រីកសិករជនជាតិរុស្ស៊ីម្នាក់នៅទសវត្សរ៍ឆ្នាំ1700បានជាប់កំណត់ត្រាពិភពលោកដែលបានបង្កើតកូនច្រើនបំផុតចំនួន69នាក់ទី23មានតែស្ត្រីទេដែលបានឈ្នះពានរង្វាន់អូស្ការផ្នែកតារាសម្ដែងឆ្នើមទី24សំឡេងដែលមនុស្សបានឮដំបូងបំផុតក្នុងឆាកជីវិតគឺជាសំឡេងចង្វាក់បេះដូងរបស់ម្ដាយដែលជាស្ត្រីនៅពេលដែលទារកនៅក្នុងផ្ទៃទី25ស្ត្រីដំបូងគេដែលបានឈ្នះពានរង្វាន់ Nobel គឺ Marie Curie ហើយក៏ជាមនុស្សតែម្នាក់គត់ដែលបានឈ្នះពានរង្វាន់នេះក្នុងវិស័យវិទ្យាសាស្ត្រពីរផ្សេងគ្នាទី26កុលសម្ព័ន្ធដែលមានសុទ្ធតែមនុស្សស្រីទាំងអស់ដូចជាកុលសម្ព័ន្ធ Umoja ក្នុងប្រទេសកេនយ៉ាដែលបុរសមិនត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងកុលសម្ព័ន្ធនេះទេ